chẳng video này vừa làm sầm rạp bong ôn để tinh chỉ môi nâng iMiki series riêng cũ nè series Pro rồi iMiki Holo 2 Pro rồi có iMiki Frame 2 Pro anh cứ prao chỉ môi nâng app iMiki Watch với copy một món đại dương shop chỉ môi nâng iMiki Live chẳng người biệt shop bị sự điên cáiนี้không nên đi tuổi chẳng bong ôn khác đây là có thọp prao smartwatch bị muốn có từ bạc nâng cạp shop chẳng bàn trong sầm rạch chất với video này là chẳng còn ao dú dân cho tự download cầm thi đừng ọt cáiนี้chẳng chưa tầm 4 nên đừng ọt kia cho mà download app máu chung app chung iMiki Watch tại nên đừng ọt này ai download rồi scan QR code này là cái cònនៅប្រអប់ណាវាត្រឹមត្រូវជាងជាងអ្នកទាំងអស់គ្នាច្រឡំជាមួយនឹងម៉ូតខ្លះអាចប្រើជាមួយនឹង app iMiki Live ហើយនឹងម៉ូតខ្លះអាចប្រើជាមួយនឹង iMiki Watch សម្រាប់ខ្ញុំអ្នកលក់អត់បញ្ហាព្រោះខ្ញុំចាំហើយឲ្យពួក Series Pro យើងប្រើជាមួយនឹងiMiki Watch ណាតែសម្រាប់អ្នកទាំងអស់គ្នាអាចនឹងច្រឡំ model អញ្ចឹង scan QR code ត្រឹមត្រូវជាងអញ្ចឹងយើងវាយមក iMiki Watch មាននៅខាងលើស្រាប់អញ្ចឹងអ្នកទាំងអស់គ្នា download មកតែដោយសារខ្ញុំ install រួចហើយអញ្ចឹងណាចឹងខ្ញុំបើកមកគឺចេញបែបនេះអញ្ចឹងអ្នកទាំងអស់គ្នាជាដំបូងគឺ select Regensen នៅកន្លែងនេះអ្នកទាំងអស់គ្នា download មកថ្មីគឺវាអត់ចេញ Cambodia ទេអញ្ចឹងទាមទារឲ្យអ្នកទាំងអស់គ្នា search Regensen search Cambodia មកCambodia search អញ្ចឹងមកអូខេអញ្ចឹងកន្លែងនេះយើងធីកទាំងពីរធីកដូចអញ្ចឹងហើយបងប្អូនអាចរើសបាន log ជាមួយនឹង Facebook ក៏បានជាមួយនឹង Gmail ក៏បានអញ្ចឹងខ្ញុំ log ជាមួយនឹង Facebook ចេញមកចេះ Facebook ខ្ញុំមានច្រើនយើងជ្រើសរើសមួយណាក៏បានឥឡូវខ្ញុំយកមួយនេះចុះព្រោះពីរនោះអាចនឹង log ហើយម្ដងអញ្ចឹងអូខេអញ្ចឹង continue ហ្នឹងហើយចូលមកដល់កន្លែងនេះយើង select តាមហ្នឹងមកដាក់ថ្ងៃខែឆ្នាំកណាតអញ្ចឹងទៅតែខ្ញុំយកតាមហ្នឹងកន្លែងនេះទាមទារឲ្យអ្នកទាំងអស់គ្នាបំពេញព័ត៌មានឲ្យត្រឹមត្រូវទីមកដើម្បីឲ្យនាឡិកាយើងទាញព័ត៌មានទាញមុខងារសុខភាពឬក៏មុខងាយកីឡាបោះវែងសុខភាពរបស់យើងឲ្យបានត្រឹមត្រូវណាអញ្ចឹងបើត្រឹមត្រូវអស់ហើយកន្លែងនេះយើងកែសម្រួលអស់ហើយយើងអាចចូលទៅបន្តអញ្ចឹងចំណុចនេះអ្នកទាំងអស់គ្នាអាច scan ក៏បានឬក៏ចុចកន្លែងនេះក៏បានដោយសារមានស្រាប់នៅហ្នឹងណាខ្ញុំមានម៉ូដច្រើនប៉ុន្តែចៃដន្យនេះខ្ញុំរៀងនៅឆ្ងាយតិចទៅមានតែ2ទេតែបើសិនជាអ្នកទាំងអស់គ្នានៅផ្ទះបើកនាឡិកាវាមានតែមួយអញ្ចឹងអត់ចាំបាច់ scan ក៏បានអញ្ចឹងអ្នកទាំងអស់គ្នាកន្លែងនេះ complete បើក Bluetooth ចោលផងព្រោះអីអញ្ចឹងវា search អត់ស្គាល់ទេពិបាកភាម្ដងទៀតអត់ជាប់ Bluetooth អញ្ចឹងដូចខ្ញុំនឹងឲ្យចុចភ្ជាប់វាមកអូខេ continue ចាំតិចនៅកន្លែងនេះយើងคลิกប្រាក់កាលណាយើងចុចប្រាក់ខាងនាឡិកាគឺឃើញបែបនេះយើងចុចអូខេដែរមកអូខេកន្លែងនេះយើងចុចដានអញ្ចឹងគឺអូខេអស់ហើយហើយមានមុខងារផ្សេងដូចជា notification នេះបងប្អូនចូលមើលមកបើកឲ្យអស់ដូចខ្ញុំចឹងណាចាំមុខងារណាដែលអត់ចាំបាច់ចាំបិទវិញហ្នឹងហើយមុខងារ call នេះបើកវាមកហ្នឹងហើយបន្ទាប់ពីភ្ជាប់ហើយបងប្អូនធ្វើការតេស្ត call អីចឹងទៅអញ្ចឹងជាចុងក្រោយម៉ូដនេះគឺ Holo 2 Pro តម្លៃ$79នៅពេលលេងខ្សែដែកនេះទៅបងប្អូនមើលឃើញ premium ស្អាតអញ្ចឹងតម្លៃ$79បើបងប្អូនមានចំណាប់អារម្មណ៍លើម៉ូដនេះអាចឆាតចូល page បានអរគុណ